ខ្ញុំសួរអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីរបៀបដែលយើងអាច deploy website របស់យើងទៅកាន់ public តាមរយៈ Ubuntu server របស់យើងដោយប្រើប្រាស់ service មួយដែលមានឈ្មោះថា Nginx ជាងដំបូងខ្ញុំសូម update package របស់យើងសិនចឹងបន្ទាប់ពីយើង upgrade package របស់យើងហើយយើងនឹង install service Nginx ចឹងដើម្បី install service នេះយើងវាយ command ថា sudo apt install Nginx យើងដាក់ដូរ y មកដើម្បីយើងអត់ត្រូវការចុច yes គឺមានន័យថាវា yes អ៊ំទៅបន្តិចរហូតចាឥឡូវយើងបាន install វាយើងទៅ check មើលថា service វា run ឬនៅយើងដើម្បី check មើល service យើងត្រូវប្រើ command ឈ្មោះថា system control status ដើម្បី check status របស់ service របស់យើងយើងមើលយើងវាយទៅ Nginx ចេះមកអញ្ចឹងវា already running ហើយតែសម្រាប់ពេលខ្លះវាអត់ running អញ្ចឹងឯងតើយើងប្រើ sudo system control enable វាចឹងយើងអាចវា command ថា sudo system control start enable វាសិនមុននឹងពេលឥឡូវខ្ញុំសុំ stop វាចោលសិនដើម្បីយើងមើលឃើញការប្រែប្រួលរបស់វាឥឡូវយើងទៅមើល status របស់វាចឹង status របស់វាគឺវា enable ប៉ុន្តែវាអត់ active ដូចអា status លើនេះទេអញ្ចឹងបើវាអត់ទាន់វាអត់ទាន់ start ទេយើងត្រូវប្រើ command ពាក្យថា start ហើយសម្រាប់កន្លែង enable នេះបើវា disable យើងត្រូវប្រើ command ថា sudo system control enable data now ហើយឈ្មោះ service របស់យើងតែបើខ្ញុំវា enable ស្រាប់អញ្ចឹងខ្ញុំគ្រាន់ start វាមកវិញមកចឹងទៅ check មើលវាចាឥឡូវនេះវាកំពុង running ហើយវា active បន្ទាប់ពីហ្នឹងមកយើងត្រូវមាន file HTML មួយដើម្បីយកវាទៅ host ចឹងដើម្បីយើង copy file HTML របស់យើងចូលទៅកាន់ server យើងត្រូវខ្ញុំបាន remote វាចូលទៅ Ubuntu server ហ្នឹងតាមរយៈ FileZilla ហើយ Ubuntu server របស់យើងហ្នឹងយើងប្រើនៅលើ AWS ចឹងយើងត្រូវយក public IP របស់វាមកយកមក add នៅក្នុង site manager ហើយកន្លែងនេះដោយសារខ្ញុំបាន add ហើយចឹងយើងអាច check មើលបាននេះ public IP ដែលខ្ញុំ add មិញចឹងបន្ទាប់ពីហ្នឹងមកឥឡូវយើងអាចមើលកន្លែងនេះបានថាយើងកំពុងតែឈរនៅក្នុង file របស់ Ubuntu server ហ្នឹងតមកទៀត location ដែលយើងត្រូវដាក់ file HTML របស់យើងឲ្យវា host បានហ្នឹងគឺនៅក្នុង var តែវាអត់នៅក្នុង home ទេវានៅក្នុង root យើងទៅ folder var របស់យើងមកremote site var ហើយវានៅក្នុង www ហើយនៅក្នុង HTML ចឹងនៅក្នុង folder HTML ហ្នឹងវាមាន file មួយស្រាប់របស់វាជា file HTML ដែរតែយើងចង់ប្រើ HTML របស់យើងដើម្បីយកទៅដាក់ក្នុងហ្នឹងឲ្យវា run តែឥឡូវយើងសាក check មើលវាសិន check ថាយើងអាច access ចូលតាមហ្នឹងបានអត់
យើង copy public IP ហើយយើងចូលតាម browser ហើយជាវា slow បន្តិចភាសាយើងវា slow យើងបែរ check តិចតែមុននឹងយើងអាច access ចូលទៅកាន់ IP public នឹងបានតើតើយើងចូលទៅ security នៅក្នុង service EC2 របស់យើងហ្នឹងយើងចូលទៅកែ security របស់ instance របស់យើងអញ្ចឹងចូលមកកន្លែង inbound role នេះហើយយើងចូលមកកន្លែងlanguage visa នេះមកយើងត្រូវកែ role របស់វាinbound role នៅកន្លែង inbound role នេះបើយើង default វាគឺវា allow តែ SH ទេអញ្ចឹងយើងត្រូវ allow all TCP តទៅទៀតយើង sell role នឹងមកយើងចូលទៅមើលម្ដងទៀតចាឥឡូវយើងចូលបានហើយអានេះជា default របស់ Nginx អញ្ចឹងវាមានពាក្យថា welcome Nginx របស់ file HTML ហ្នឹងយើងចង់ប្រើរបស់យើងវិញយើងអត់ចង់ធ្វើការប្រើរបស់ Nginx ហ្នឹងឯងអញ្ចឹងយើងអាច copy ពីអានេះក្នុងម៉ាស៊ីន local របស់ខ្ញុំហើយនេះ server យើងទាញអាហ្នឹងមកហើយវាកំពុង load connecting តែដោយសារតែយើងអត់បានដាក់ permission ឲ្យ folder របស់យើងហ្នឹងអាច retry តាមអ្នកក្រៅបានទេយើង sudo chmod មកមានអីទេ4មានន័យថា allow all root và www html ថាយើងចូលទៅមើលក្នុងនេះម្ដងទៀតហើយយើងសាត់ទាញចូលម្ដងទៀតចាឥឡូវវាចូលហើយនេះបន្ទាប់ពីយើងគាត់ទាញចូលភ្លាមមកអា Nginx ហ្នឹងវានឹងស្គាល់ file index html ហើយបើសិនជាយើងអត់មានទេវានឹង run default របស់វាតែដល់ពេលដែលយើង add file index html ទៅវានឹង run index html របស់យើងចា index html ហ្នឹងក៏យើងអាចកែបានដែរឧទាហរណ៍ខ្ញុំចូលមកក្នុងនេះមក nano www html index.html ហើយនេះជា file index html មិញមកឥឡូវខ្ញុំមកសាកកែដាក់ថា this is Nginx learning ខ្ញុំដាក់ឈ្មោះហើយយើង control x y ដើម្បី share ឲ្យយើងចូល enter ដើម្បី share ឈ្មោះ file ទៅដែរយើងសាកទៅ check មើលក្នុង web របស់យើងឥឡូវវានេះវា load title មិញដែលខ្ញុំកែហ្នឹងនេះ City e-learning welcome this is Nginx ខ្ញុំទៅ save ព្រីអានlearning សិលបញ្ញាអញ្ចឹងweb នេះយើងអាច config នៅក្នុង server របស់យើងដែរខ្លួនឯងអញ្ចឹងសម្រាប់ការ host website ជា public ក្នុង video នេះ
មានតែប៉ុណ្ណឹងសូមអរគុណសម្រាប់ការចំណាយពេលរបស់អ្នកទាំងអស់គ្នា